ជំរាបសួរតេជន VC ទាំងអស់ថ្ងៃនេះនាងខ្ញុំលើកបង្ហាញនៅផលិតផលមួយហៅថាសាច់ក្រកគោអ្នកទាំងអស់គ្នាចានេះគឺជាសាច់ក្រកគោដែលនាងខ្ញុំត្រៀមនឹងយកទៅលក់នៅផ្លូវស្មាជើងអ្នកទាំងអស់គ្នាចាមើលរូបរាងឲ្យលំខ្ជុកមែនតែនហើយនេះដែរគឺសាច់ក្រកគោរសជាតិអត់ជូរទេអ្នកទាំងអស់គ្នាគឺរូបរាងបែបហ្នឹងណាទាំងអស់គ្នាឃើញហើយនេះចាហើយឆ្ងាញ់មែនតែនតែម្ដងហើយនេះគឺជារូបរាងសាច់ក្រកគោតែប៉ុន្តែវារសជាតិវាជូរតិចៗចឹងណាអ្នកទាំងអស់គ្នាហើយឆ្ងាញ់ណាស់ទាំងអស់គ្នាញ៉ាំមួយជ្រូកឆ្ងាញ់មែនតែនហើយមើលណែរូបរាងសាសមែនតែនតែម្ដងហើយនេះគឺត្រៀមនឹងយកទៅលក់នៅផ្លូវស្មាជើងហើយអញ្ចឹងពុកម៉ែបងប្អូនដែលនៅក្នុងភ្នំពេញហ្នឹងណាដែលថាចង់ញ៉ាំសាច់ក្រកគោហើយរសជាតិជូរហៅក្បាលគោអញ្ចឹងណាអត់ដឹងទៅណាអញ្ចឹងមកផ្លូវស្មាជើងមកអ្នកទាំងអស់គ្នាចឹងនាងខ្ញុំគឺដាក់លក់នៅហ្នឹងអាងលក់មកចាប់តែ10000ទេហើយមានជ្រូកមានម្ទេសចឹងទៅហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទិញជាគីឡូនោះគឺ1គីឡូត្រឹម45000ឯអ្នកទាំងអស់គ្នាមានព្រីជ្រូកព្រីម្ទេសឲ្យទៀតហើយអ្នកទាំងអស់គ្នាឃើញអត់នេះរូបរាងសាច់ក្រកគោនេះគឺជារសជាតិគឺអត់ជូរទេអ្នកទាំងអស់គ្នាណាចាហើយនេះធ្វើពីគោខ្មែរយើងតែម្ដងសាច់ស្រស់ហើយសាច់ថ្មីអ្នកទាំងអស់គ្នាហើយឆ្ងាញ់ណាប្រើសិនសាច់ល្អទាំងអស់ហើយចំណែកនេះគឺរសជាតិជូរអ្នកទាំងអស់គ្នាមិនជូរខ្លាំងទេជូរតិចទេអ្នកទាំងអស់គ្នាអាចញ៉ាំមួយជ្រក់មួយម្ទេសមួយនំប៉័ងមួយអីចឹងទៅបានចឹងណាអ្នកទាំងអស់គ្នាចាហើយបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំអាថ្មីមកកញ្ចប់10000អញ្ចឹងណាអាចមកផ្លូវស្មាជើងបានចាគឺនៅសៅរ៍អាទិត្យរៀងរាល់សៅរ៍អាទិត្យចុងសប្តាហ៍នៅមាត់ទន្លេផ្លូវស្មាជើងអ្នកទាំងអស់គ្នាជួបគ្នាសៅរ៍អាទិត្យបាយបាយអរគុណច្រើន